ok ta số đây là khi chẳng nhom một thôi record video để tông cho năng mirin này dân riêng ngày năng chẳng á record một tháng năm bảy khi dân vô tầm mơ tới cái lô khi dân mình lại là chẳng khi dân ảnh mơ sao thay mình bàn chẳng cho nên startពី scratch វិញទាំងអស់ទី1តេតងទៅនឹងការបង្កើត project អញ្ចឹងនឹងស្រាប់ហើយទី1យើងគ្រាន់តែចូលមកកាន់ Spring Boot មកហើយបន្តមកយើងដាក់ឈ្មោះ project យើងមកមក PVA demo res 1អញ្ចឹងទៅអញ្ចឹងពេលដែលយើងកាត់ project ពេលនឹងទៅ download ចេញពី start.spring.io website ដូចតែគ្នាទេហើយយើងរកយក Java ដែលភាសា Java សម្រាប់ប្រើដើម្បីធ្វើការសរសេរ Spring Boot របស់យើងអញ្ចឹងណាភាសាយើងរៀន Java តោះមកយើងរើសយក Maven ហើយនេះខ្ញុំ keep ដដែលបន្តមកចូលដល់កន្លែង dependency អញ្ចឹងដើម្បីឲ្យយើងអាច build REST API បានក៏ដូចជាមាន embed server នៅក្នុងនឹងស្រាប់ដូចជា Tomcat អីហ្នឹងពីយើងយក Spring Web ហើយនៅក្នុង Spring Web ហ្នឹងក៏វាមាន Spring MVC ដែរដែលយើងអាចប្រើបានដូចជាពួក controller ពួក REST controller អីចឹងជាដើមទៅអញ្ចឹងសរុបមកវិញមានន័យថាយើងរើសយក Spring Web dependency ហ្នឹងនៅពេលដែលយើងចង់ build វាជា REST API ហើយវាមាន include នៅ Spring MVC ក៏ដូចជា embed នៅ Tomcat ឲ្យយើងផ្ទាល់ហ្មងចឹងខ្ញុំសុំចុច create អូខេអញ្ចឹងវាកំពុងតែ download យក dependency ក៏ដូចជាតកតងនឹងinformation មួយចំនួនចេញពី pom.xml ណាវាកំពុងតែ reload អូខេចឹងកំពុងតែ reload ខ្ញុំសុំទៅបង្កើត structure មួយចំនួនឲ្យហ្មងទៅទី1គឺតកតងទៅនឹង controller ចឹងយើងដឹងស្រាប់ហើយថា controller យើងប្រើដើម្បីអីយើងប្រើដើម្បីទៅ handle តកតងទៅនឹង request របស់ user អញ្ចឹងណាវា handle តកតងនឹង HTTP request ហើយមួយទៀតខ្ញុំសូមបង្កើតតកតងនឹង model នៅក្នុង model ហ្នឹងយើងប្រើសម្រាប់បន្ទុកនៅពពួក entity ក៏ដូចជាពពួក class request របស់យើងណាអូខេអញ្ចឹងឧទាហរណ៍ទី1គឺខ្ញុំនឹងឧទាហរណ៍តកតងទៅនឹងការបង្កើត class ឲ្យហើយសិនណាតោះអញ្ចឹងទី1ឧបមាថាខ្ញុំបង្កើតតកតង student ដដែលដោយសារខ្ញុំគិតតែគ្នាយើងចេះផ្សេងអញ្ចឹង class student អូខេអញ្ចឹង class student អញ្ចឹងគឺយើងអាចបង្កើតឧបមាថាវាមាន3 field ឧបមាថា integer អូខេ ID តមក name តមកអីអញ្ចឹងណាខ្ញុំសុំដាក់អញ្ចឹងហ្មងទៅឲ្យវាលឿនហើយយើងមាន lombok អូខេ lombok ខ្ញុំសូម add dependency lombok មួយចឹងខ្ញុំគ្រាន់តែ set lombok មកនេះភាសាយើងអត់ចង់ទៅ setter getter constructor អីមួយចំនួនដោយប្រើដៃរបស់យើងអញ្ចឹងវាចំណាយពេលអញ្ចឹងបើយើងប្រើទៅ lombok មកវាស្រួលហ្មងអូខេ add data កាលណាយើងដាក់ add data អញ្ចឹងមានន័យថាវានឹង generate setter getter ឲ្យយើងវា generate generate toString generate equal hash ជាដើមហើយខ្ញុំសូមមាន all add constructor មានន័យថាជា annotation មួយប្រើសម្រាប់ generate នៅ constructor មួយដែលមាន parameter គ្រប់ field ទាំងអស់អញ្ចឹងណាអូខេមួយទៀតខ្ញុំសូមបង្កើត student request ហើយដូចតែខ្ញុំបានបញ្យល់គ្នាយ៉ាងអញ្ចឹងមានន័យថាយើងប្រើ student request ដើម្បីធ្វើការ insert ឬក៏ជាច្រើនយើងប្រើដើម្បី insert ឬក៏ update data អញ្ចឹងជាដើមទៅ design មែនតើនៅពេលដែលយើង update យើងអត់ដែរ update ទាំង ID ណាអូខេ data ហើយនេះខ្ញុំដាក់តែ data មួយគ្រប់គ្រាន់ទេដោយសារយើងអត់មានប្រើអីទេខ្ញុំភ្លេចប្រាប់កន្លែងនេះមួយដែរមានន័យថាយើងប្រើ sub package មួយឈ្មោះថា entity យើងប្រើ entity សម្រាប់ store នៅពួក class របស់យើងធម្មតាហើយយើងបង្កើតមួយទៀតគឺទាក់ទងទៅនឹង request នៅក្នុង model ហ្នឹងដែរយើងប្រើសម្រាប់ store នៅពួក class request របស់យើងណាអញ្ចឹងខ្ញុំសូម move request ចូលមកអូខេអញ្ចឹងយើងបាន class ពីរហើយទី1គឺ request student request មួយទៀតគឺ class ធម្មតាចូល class របស់យើងធម្មតាអូខេអញ្ចឹងខ្ញុំសូមបង្កើត controller មួយទាក់ទងទៅនឹង student controller សម្រាប់ធ្វើការ handle ទាក់ទងទៅនឹង client request អូខេយើងគ្រាន់តែបង្កើតជាងមកបន្ទាប់មកយើងដាក់ REST controller អញ្ចឹងដូចយើងដឹងស្រាប់ហើយថា REST controller គឺមានន័យថាយើង mark class មួយថាជា controller នៅពេលដែលមាន user ឬក៏ client request មកគឺវាអាច map ឲ្យយើងបានហ្មងអញ្ចឹងខ្ញុំសូម define ជា base URL អញ្ចឹងដើម្បី define base URL បានយើងប្រើ request mapping ឧបមាថាខ្ញុំដាក់ថា API/v1/student អញ្ចឹងទៅអញ្ចឹងដូចយើងរៀនហើយថា
base URL នេះជាអីខ្ញុំសូមអត់បញ្យល់ទៀតទេណាដោយសារខ្ញុំធ្លាប់បញ្យល់នៅក្នុងថ្នាក់ហើយមែនតើ base URL នេះគឺកាត់បន្ថយការសរសេរ URL ដែរនៅក្នុង mapping របស់យើងអញ្ចឹងណាហើយមួយទៀតខ្ញុំសូមបង្កើតlist នៃ student អូខេ new array list មកខ្ញុំសូម initialize data ដែរដូចមុនដូចគ្នាខ្ញុំសូមយក generate មកទៅហើយខ្ញុំយក constructor ហើយខ្ញុំ select none មានន័យថាខ្ញុំបង្កើត default constructor មួយមកបន្ទាប់មកខ្ញុំធ្វើការ insert information របស់ student 3នាក់ចូលមកលេខ1ក៏ឈ្មោះ John ទៅមកក៏អាយុ20ឆ្នាំអញ្ចឹងចាស់ចឹងពេលនៅក្នុងករណីនេះយើង add បានមួយត្រូវអត់អញ្ចឹងខ្ញុំសូម control D 3មកអូខេអញ្ចឹងទី2ទី3ហើយមកថាដាក់ឈ្មោះគាត់ថា Alice អ្នកទៀតឈ្មោះថា Bob អញ្ចឹងទៅអូខេអញ្ចឹងអាយុគាត់19 30អញ្ចឹងទៅអូខេអញ្ចឹងទី1ខ្ញុំសូមបង្កើតmethod មួយសម្រាប់ handle តាក់ទងទៅនឹងនៅពេលដែល client គេធ្វើការ request តាក់ទងទៅនឹង get យក information របស់ user របស់ student ទាំងអស់អញ្ចឹងយើងត្រូវធ្វើម៉េចគឺយើងប្រើ get mapping ប្រើអក្សរធំណាតើមិញ public អូខេ link student ហើយយើងគ្រាន់តែ return student អញ្ចឹងមកអញ្ចឹងក្នុងករណីហ្នឹងនៅពេលដែល client ក៏ request មកកាន់ API localhost localhost 8080/API/v1/student ហើយបើសិនជាគាត់ប្រើ method get គឺគាត់នឹង get បាន information របស់ student ទាំងអស់ហ្មងអញ្ចឹងណាចឹងសូមបង្ហាញគ្នាយើងបន្តិចកន្លែងហ្នឹងអូខេចឹងក្នុងករណីហ្នឹងខ្ញុំគ្រាន់តែ access ទៅ speaker ទៅអូដោយសារខ្ញុំអត់មាន speaker sorry ចឹងខ្ញុំសូម add speaker មួយសិន spring the open API ខ្ញុំសូមប្រើ latest version ប៉ុន្តែបើសិនជា latest version ហ្នឹងដូចជាវាដើរសម្រាប់ខ្ញុំជាមួយខ្ញុំ copy ហើយខ្ញុំតម្លាក់ version វាអញ្ចឹងណាអូខេតបមកខ្ញុំសូម pass វាចូលក្នុង dependency តោះមកខ្ញុំតម្លាក់ version វាដោយសាររបស់ខ្ញុំ 2.3 អត់ដែរខ្ញុំសូមប្រើ 2.7 ណាអូខេបន្តមកខ្ញុំសូម run ខ្ញុំសូម execute ខ្ញុំទៅ test តាក់ទងទៅនឹងmap តាក់ទងទៅនឹង get mapping របស់ studentអូខេអញ្ចឹងវា run ហើយអញ្ចឹងយើងគ្រាន់តែ access ធម្មតាមកនេះយើង access កាន់ speaker របស់យើងធម្មតាមកហើយយើងនឹងឃើញមាន endpoint មួយដោយសារយើង generate យើងបង្កើត endpoint មួយសម្រាប់ទៅ handle តាក់ទងទៅនឹងការ get your student អញ្ចឹងណាអញ្ចឹងបើសិនជាយើងចុច execute ពេលហ្នឹងយើងនឹង get បាន information របស់ student ទាំងអស់ឬក៏យើងអាច copy URL មួយនេះហើយយើងយកមក paste នៅក្នុងbrowser របស់យើងមកក៏បានដែរអញ្ចឹងណាអូខេអញ្ចឹងចប់មួយហើយតាក់ទងទៅនឹង get អញ្ចឹង get នេះមានន័យថាមិនរាល់ពេលដែលគេ request មកកាន់នេះ API localhost 8080/API/v1/student បើសិនគេ request មកជា get method ឬក៏ get HTTP get method អញ្ចឹងវានឹងទៅ execute method មួយនេះអញ្ចឹងឧបមាក្នុងករណីនេះមិនយើងជាលក្ខណៈ get method ត្រូវអត់ហើយគេ request ទៅកាន់ localhost/8080/API/v1/student ត្រូវអត់អញ្ចឹងប្រពេលដែលគេ request មក endpoint ប៉ុណ្ណឹងវានឹងទៅ execute method របស់យើងមួយនេះហ្មងអញ្ចឹងតើតទៅនឹង get ចុះតើតទៅនឹង post វិញអញ្ចឹងបើយើងនិយាយស្ដាប់ post mapping មានន័យថាយើងប្រើដើម្បីធ្វើការ insert information ទៅកាន់បើយើងនិយាយស្ដាប់ដូចទៅកាន់ server យើងអញ្ចឹងសូមដាក់ថា return ជា student ណាអូខេបន្ទាប់មកខ្ញុំ return student sorry ខ្ញុំដាក់ថា type វាជា student អញ្ចឹងក្នុងករណីនេះមានន័យថា method post អញ្ចឹងអានេះ method get អានេះ method post អញ្ចឹងរាល់ពេលដែល client គាត់ request ជាលក្ខណៈប្រភេទនៃ method ថា post ហើយគាត់ request មកកាន់ localhost 8080/API/v1/student ហើយ method post ហ្នឹងវានឹងមក execute method មួយនេះអញ្ចឹងរាល់ពេលដែលគេ execute ដែលយើងដឹងស្រាប់ហើយកន្លែងនេះគឺដូចគ្នាដែរយើងប្រើ student request អញ្ចឹងខ្ញុំប្រាប់ហើយណាខ្ញុំបញ្យល់ហើយថាវាមានន័យថាម៉េចអូខេអញ្ចឹងក្នុងករណីហ្នឹង
គឺយើងគ្រាន់តែsorry យើងក្នុងករណីនេះយើងអាចប្រើ student ធម្មតាក៏បានដែរដោយសារខ្ញុំខ្ជិលបង្កើត list ថ្មីឬក៏ខ្ញុំខ្ជិលធ្វើ ID របស់វា auto អញ្ចឹងណាចឹងខ្ញុំសុំប្រើ student ធម្មតាបើយើងប្រើ student request ក៏បានដែរគ្រាន់តែ student request វាអត់មាន ID អញ្ចឹងយើងអាច initialize យើងគ្រាន់តែមក check មកថាអូខេ list របស់យើង ID ទីប៉ុន្មានហើយយើងបូក ID ហ្នឹងឡើងមួយទៅហើយបន្ទាប់មកយើងបង្កើត object ថ្មីឲ្យ add ចូលក្នុង list មួយហ្នឹងក៏បានដែរណាប៉ុន្តែខ្ញុំខ្ជិលធ្វើខ្ញុំគ្រាន់តែចង់ឲ្យគ្នាយើងយល់ទាក់ទងទៅនឹង post mapping គឺខ្ញុំដាក់ student ហ្មងណាអូខេអញ្ចឹងខ្ញុំសុំ execute វាសារថ្មីមកអញ្ចឹងរាល់ពេលដែលគេ request មកវាមិនតោះជាមួយខ្ញុំ demo ឲ្យចាំតិចខ្ញុំសុំ refresh មួយដោយសារតែបើយើង refresh វាអត់មាន post មកទេដោយសារយើងត្រូវសេ post ក្រោយណាអញ្ចឹងយើងគ្រាន់ try it out មកតោះមកសុំ insert ប្រហែលថា ID លេខ4មកថាខ្ញុំដាក់ឈ្មោះថាVH ចាឈ្មោះខ្មែរណា20អញ្ចឹងទៅហើយខ្ញុំចុច execute អញ្ចឹងនេះដូចខ្ញុំធ្លាប់បញ្យល់គ្នាយើងនៅក្នុងថ្នាក់ដែរមានន័យថារកពេលដែលគេ execute ឬក៏គេ request មកជាលក្ខណៈ post message មកកាន់ endpoint ប៉ុណ្ណេះអញ្ចឹងដូចយើងដឹងស្រាប់ហើយតាមពេលដែលគេ request មកកាន់ localhost 8080/API/v1/student វាប្រកាសជាមកធ្វើការទាក់ទង controller មួយនេះត្រូវអត់ប៉ុន្តែបើសិនជាគេមួយទៀតបើសិនជាគេ request មកជា message post អញ្ចឹងវានឹងមកមើល post mapping វា handle ទាក់ទងទៅនឹង post mapping វានឹង handle ទៅលើការ request មួយហ្នឹងមកអញ្ចឹងករណីហ្នឹងគេ request មកគេបោះឲ្យគេមកនេះគេបោះជា JSON type ជា plain text មកអញ្ចឹងក្នុងករណីនេះវាមាន ID វាមាន name វាមាន age អីចឹងទៅអញ្ចឹងក្នុងករណីហ្នឹងពេលដែលយើងបោះមកនេះអាម្ដុំនេះវានឹងធ្វើការបាញឬក៏វានឹងធ្វើការ convert ទៅជា student object របស់យើងដោយប្រើប្រាស់ response body របស់spring របស់យើងដោយសារយើងមើលខាងលើនេះវាមាន spring framework .web .bang annotation អញ្ចឹង spring request body នេះគឺវាមកពី import មកពី package មួយហ្នឹងអញ្ចឹងវាមានទូនាទីក្នុងការបាញ data ប្រព័ន្ធនេះចូលទៅក្នុង student class របស់យើងឬក៏ student object របស់យើងហ្នឹងហើយយើងអាចយកការ student object ហ្នឹងទៅធ្វើការតអញ្ចឹងណាអញ្ចឹងបើខ្ញុំបានធ្វើការ execute ហើយឃើញ data ណាអញ្ចឹងខ្ញុំសុំសាក get មកវិញអញ្ចឹងករណីហ្នឹងពេលដែលយើង get មកវិញយើងនឹងបាន data ថ្មីដែលយើងទៅបញ្ចូលមិញហ្នឹងអូខេអញ្ចឹងហ្នឹងតកតងទៅនឹង post មួយទៀតតកតងទៅនឹង put mapping ប្រើដើម្បីអីមែនទេ put mapping ប្រើដើម្បីធ្វើការ update អញ្ចឹងណាអញ្ចឹងសួរថា update ហ្នឹងត្រូវការអីគេដូចតែខ្ញុំបញ្ចូលនៅក្នុងថ្នាក់ដូចគ្នាពេលដែលយើងធ្វើការ put update ជាទូទៅក្នុង database ក៏ដោយក្នុងអីក៏ដោយគឺយើង base ទៅលើ ID ដោយសារវាជា unique value មួយអញ្ចឹងករណីហ្នឹងមកថាយើងត្រូវតែប្រើ path variable ដើម្បីធ្វើការទៅចាប់យក ID ហ្នឹងមកដើម្បីយកមកធ្វើការតហើយយើងត្រូវមាន information អញ្ចឹងយើងប្រើ student ក៏បាន student request ក៏បានដែរតែ suggestion គួរតែប្រើ student request ដោយសារយើងអត់ទៅ update ID ទេក៏ប៉ុន្តែបើសិនជាយើងប្រើ student ក៏បានដែរគ្រាន់តែយើងហត់បញ្ចូល ID មកអញ្ចឹងតែយើងអត់យក ID ហ្នឹងទៅធ្វើការអីទេអញ្ចឹងយើងដាក់ student request មកល្អជាងអញ្ចឹងណាអូខេអញ្ចឹងករណីហ្នឹងនេះនៅពេលដែលគេ request មកកាន់ message post ហើយគេaccess ទៅកាន់ localhost 8080/API/v1/student អញ្ចឹងក្នុងករណីហ្នឹងពេលដែលគេប្រើ message post វានឹងមក handle នេះហើយថាគេ access មកលក្ខណៈថា localhost 8080/API/v1/student/1 អញ្ចឹងមានន័យថាក្នុងករណីហ្នឹងគឺគេបោះកន្លែង1នៅ ID នេះអញ្ចឹងក្នុងករណីហ្នឹង ID របស់យើងនៅក្នុង parameter នេះវានឹងចាប់បានតាមរយៈ path variable របស់ Spring នេះមានន័យថា path variable របស់ Spring នេះវានឹងទៅ extract យកតម្លៃ value ដែល client request មកហ្នឹងដាក់ចូលទៅក្នុង parameter មួយនេះហើយយើងត្រូវបោះ request body មកដូចគ្នាដែរតាក់ទងទៅនឹង student request ដែលមានតាក់ទងទៅនឹង age និង name អញ្ចឹងណាដើម្បីធ្វើការ update អញ្ចឹង logic របស់យើងអត់មានអីទេយើងគ្រាន់តែធ្វើការ loop ធម្មតាមានន័យយើង loop ធម្មតាយើងឆែកថា percent by student ហ្នឹង get ID ហ្នឹងវាស្មើជាមួយទៅនឹង ID ដែលជា path variable ហ្នឹងយើងគ្រាន់តែ set name អូខេយើង set អីគេមួយទៀត set age តើមកយើង return student ID ហ្នឹងទៅវិញទៅតែបើផ្ទុយមកវិញមានន័យថាវាអត់មានទេអញ្ចឹងយើងអាច return មកក៏បានដែរមែនតើអានេះគ្រាន់តែជា sample ឲ្យគ្នាយើងយល់ទេមែនតើគ្នាយើងអាចទៅមើលតាក់ទងទៅនឹងរបៀបការ handle តាក់ទងទៅនឹង response entity បានដើម្បី best practice អញ្ចឹងណាប៉ុន្តែអានេះពួកខ្ញុំគ្រាន់តែ demo ឲ្យគ្នាយើងយល់ពី functionality របស់ method មួយតែប៉ុណ្្នឹងឯងហើយគ្នាយើងអាចទៅ search មើលតាក់ទងទៅនឹង response body ទៅថាយើងគួរធ្វើមិនទៅស្អីមិនដើម្បីបាន best practice អញ្ចឹងក្នុងករណីហ្នឹងឥឡូវខ្ញុំសូម update ឲ្យគ្នាយើងមើលខ្ញុំសូម refresh មួយ
ចឹងមានន័យថាក្នុងករណីនេះយើងបាន endpoint តទៅនឹង update ដែរអូខេខ្ញុំ try អានេះជា request បាទ sorry អានេះជា path variable របស់យើងមកខ្ញុំចង់ update លេខ1ទៅឈ្មោះថាគង្គាចុះឧទាហរណ៍ណាអាយុគាត់មកថា22អញ្ចឹងសាច់ execute មកអូខេ update ហើយអ្នកលេខ1ទៅជាគង្គាអាយុ22អញ្ចឹងបើសិនជាយើងមក get information មើលថាតើអ្នកលេខ1ដូរទៅគង្គាអត់យ៉ាគឺលេខ1ដូរទៅកាន់គង្គាអាយុគាត់22អញ្ចឹងមានន័យថា post ប្រើសម្រាប់ធ្វើការ update information របស់យើងចាំបាច់ត្រូវតែមាន path variable ឬក៏មាន ID ដើម្បីទៅ specific ថាតើយើងចង់ update ទៅលើបុគ្គលមួយណាបើមិនយើងអត់មាន ID ទេយើង update ទៅមិនទៅទាំងអស់យើងមក update ទៅមិនដឹងថា specific ទៅលើបុគ្គលណាវាត្រូវអត់អញ្ចឹងហើយបានយើងត្រូវការ ID ហើយសួរថាពេលណាយើងគួរប្រើ path variable គឺលក្ខណៈបែបអញ្ចឹងមានន័យថារាល់ពេលដែលយើងចង់ទៅរកអីមួយដែល specific រកអីមួយដែលជាក់លាក់ច្បាស់លាស់ដូចជា ID email អីហ្នឹងឬក៏ email អត់ក៏មួយយ៉ាងដែរប៉ុន្តែគេអត់សូវប្រើមួយ email ហ្មងនេះគេប្រើជាមួយពួក ID ច្រើនហ្មងដោយសារ ID វាខ្លីអញ្ចឹង UUID អញ្ចឹងជាដើមទៅគឺយើងអាចប្រើ path variable នឹងបានដើម្បី unique ពួក unique អញ្ចឹងយើងប្រើ ID ហ្នឹងទៅវាត្រូវជាងអូខេអញ្ចឹងវាមានតែប៉ុណ្្នឹងឯងបន្ទាប់មកខ្ញុំសូមdemo តាក់ទងទៅនឹង delete mapping អញ្ចឹងយើងដឹងស្រាប់ហើយទី1 get mapping ប្រើសម្រាប់ get information ដែលតាក់ទងទៅនឹង get method post ប្រើដើម្បី handle តាក់ទងទៅនឹង post method ដែលគេ request មកតាមរយៈ http method post ប្រើសម្រាប់ handle តាក់ទងទៅនឹង post http request method post ហ្នឹងណាអញ្ចឹងនៅពេលដែលគេ request មក post http ហ្នឹងហើយ specific URL ឲ្យត្រូវមកវានឹងទៅ execute method តាមដែលគេ request ហ្នឹងមកតែប៉ុន្តែ delete ក៏ដូចគ្នាដែរ delete មែនតើវា handle តាក់ទងទៅនឹងការ delete information ចេញពីឬក៏ delete resource ចេញពី server របស់យើងហើយ client គាត់អាចធ្វើការrequest បាន make request បានពី client មកកាន់ server របស់យើងបានអញ្ចឹងក្នុងករណីហ្នឹងបើសិនជា user គាត់ប្រើ delete method ហើយគាត់ access មកកាន់ local 8080/API/v1/student ហើយ method delete វានឹងមក execute method មួយនេះអញ្ចឹងណាចឹង method មួយហ្នឹងឧបមាថាឥឡូវសួរថាដើម្បី delete ដូចគ្នាស្តីងទៅនឹង post ដែរសួរថាយើងត្រូវការអីគេគឺ ID សួរថាបើសិនជាយើងអត់មាន ID សួរថាតើយើង delete វាដោយរបៀបណាមានតែ delete ទាំងអស់ឬក៏មិនត្រូវអត់ចឹងយើងត្រូវការ ID ចឹងយើងគ្រាន់តែ loop ដូចគ្នាយើងគ្រាន់តែ loop student នឹងចេញមកហើយ check លក្ខខណ្ឌទៅបើសិនបើ ID នឹងស្មើ remove ចោលហើយ return មកreturn ចោលចឹងក៏បានដែរមានន័យថានេះអត់មាន information អីទេប៉ុន្តែខ្ញុំសូម return ជា string ហ្មងទៅដើម្បីឲ្យគ្នាយើងមើលថាអូវា delete បានអត់អីអត់ចឹងណាខ្ញុំថា deleted ហើយអានេះមិនមែនជា best practice មែនទេណាខ្ញុំដាក់អក្សរកាត់ចឹងហ្មងដើម្បីគ្រាន់តែចង់ឲ្យគ្នាយើងយល់ពី process ខាងក្នុងឬក៏ flow ទូទៅតែប៉ុណ្្នឹងឯងមែនទេពេលដែលយើងរៀនទៅដល់មុខទៀតយើងនឹងព្យាយាមធ្វើអីដែល best practice ជាមួយគ្នាចឹងណាខ្ញុំសូម refresh មួយខ្ញុំមក execute តាក់ទងទៅនឹង method delete អញ្ចឹងខ្ញុំគ្រាន់ដាក់មក deleted អញ្ចឹងមានន័យថាក្នុងករណីនេះខ្ញុំ delete អ្នកលេខ1អញ្ចឹងបើសិនខ្ញុំទៅ get វាប្រកាសជាបាត់អ្នកលេខ1ត្រូវអត់ឃើញអត់អូខេតែបើសិនខ្ញុំដាក់លេខចេះវាប្រកាសជា not found បើសិនយើងទៅ get សារថ្មីនឹងដែរអញ្ចឹងសរុបមកវិញប៉ុណ្្នឹងឯងអានេះបើ crude ណា get ប្រើសម្រាប់ handle តាក់ទងទៅនឹង get method http get method post សម្រាប់ handle តាក់ទងទៅនឹង post http method អានេះ post handle post delete handle delete ចឹងឯងអូខេអញ្ចឹងតាក់ទងនឹងមួយទៀត path variable ខ្ញុំសុំមិន demo ទេដោយសារតែវាគ្រាន់តែទៅ search យក resource ណាមួយ specific ហ្នឹងត្រូវទៅ search យកឬក៏ទៅ get យក specific resource ឧបមាដូចតែអញ្ចេះដែរនេះឧបមាថាយើងចង់ទៅ research ទៅ search មើលថាឬក៏ទៅ get មើលថាតើstudent ឈ្មោះអីគេក៏អាយុប៉ុន្មានដែលមាន ID ស្មើលេខ1អញ្ចឹងក្នុងករណីនេះគាត់ប្រើ get mapping មកបន្ទាប់មកយើងគ្រាន់តែដាក់ ID sorry ដាក់path variable វាមកហើយបន្ទាប់មកយើង declare វាអីដូចគ្នាអញ្ចឹងហើយគ្រាន់មកយើងគ្រាន់ loop វាហើយយើង return ពេលដែលយើង search ឃើញមានតែ student ID ហ្នឹងស្មើទៅនឹង ID គេបញ្ចូលមកមានតែយើង search ឃើញហើយគណៈយើង search ឃើញយើងគ្រាន់តែ return student មួយហ្នឹងទៅបានហើយប៉ុន្តែខ្ញុំសូមអត់ demo ឲ្យណាដោយសារវាធម្មតាទេអញ្ចឹងខ្ញុំសូមចូលទៅក្នុង param ដូចគ្នាដែរឧបមាថាយើងrequest param ពេលណាបានយើងប្រើវាអញ្ចឹងមែនទែនទៅយើងប្រើ request param នៅពេលដែលយើងចង់ filter យក information ឬក៏យើងចង់ filter លក្ខណៈថាឬក៏យើង search ជាទូទៅឧបមាថាយើង search ឈ្មោះផង search
អាយុផងអញ្ចឹងទៅចូលគ្នាឬក៏យើងចង់ទៅ filter ប្រហែលថា product product កូកាអញ្ចឹងទៅយើងចង់ filter អញ្ចឹងអាហ្នឹងយើងតាមឈ្មោះអញ្ចឹងយើងអាចប្រើ request param បានវាត្រូវជាង part variable ណាអូខេក្នុងករណី search នេះយើងប្រើ request param តាក់ទងទៅនឹង name តែយើងមិនមែនប្រើបានតែមួយយើងអាចប្រើបានច្រើនតែខ្ញុំសូមប្រើតែមួយទេដើម្បីបង្ហាញឲ្យគ្នាយើងយល់ពី process របស់វាអូខេអានេះមិន student នេះណាអានេះ student របស់យើងខាងលើខ្ញុំសូមដូរនេះដល់ student list អានេះ student របស់យើងនៅខាងលើអានេះ student របស់យើងនៅខាងលើ list នេះអញ្ចឹងក្នុងករណីនេះគ្រាន់តែ loop មកហើយយើងឆែកថា percent bucket យក name ណាដែលមាន content ជាមួយនឹង name ដែលយើងបោះមកហ្នឹងមានន័យថាយើងរកឃើញ information របស់ student មួយហ្នឹងហើយអញ្ចឹងយើងគ្រាន់តែ add student ហ្នឹងចូលទៅកាន់ list ថ្មីរបស់យើងនេះបន្ទាប់មកយើងគ្រាន់តែ return student list ហ្នឹងទៅវិញទៅបានហើយត្រូវអត់អញ្ចឹងបើវារកឃើញប៉ុន្មានវា add ម្ដងមួយអូខេតោះអញ្ចឹងខ្ញុំសូម run ឲ្យមើលខ្ញុំសូម refresh ដោយសារយើងពឹកឲ្យ time endpoint អូខេអញ្ចឹងយើងឃើញមាន search អូខេអញ្ចឹងយើងឃើញនេះមាន name ហើយវាដាក់ថា query string អញ្ចឹងឧបមាថាខ្ញុំដាក់ថា k ចុះខ្ញុំមិនដឹងថាម្នាក់ហ្នឹងឈ្មោះអីតែខ្ញុំដឹងថាគាត់មាន k អញ្ចឹងខ្ញុំទៅ search ពឹបអត់មានអញ្ចឹងmìnhសាកទៅមើលថាតើ student មានណាគេដែលមានឈ្មោះ5ដូច k អត់ឬក៏មាន k អត់មានទេតែឥឡូវខ្ញុំសាក search John ខ្ញុំមិនដឹងឈ្មោះគាត់អីតែខ្ញុំដាក់ JO អញ្ចឹងទៅថាបើសិនជាណាគេមានឈ្មោះតើតើទៅនឹង JO ហ្នឹងវាចេញមកហ្មងអញ្ចឹងក្នុងករណីនេះយើង search បានត្រូវអត់អញ្ចឹងបើសិនជាវាមានបុគ្គលណាដែលមានឈ្មោះស្តៀងទៅនឹង John 2 3ទៀតអាហ្នឹងវាមកតាមហ្នឹងហើយតើអត់អញ្ចឹងសួរថាតើ request param នោះវាដើរមិននេះរាល់ពេលដែលគេ execute តទៅនឹង get method ទៅកាន់ localhost/8080 localhost/8080/api/v1/student បន្ទាប់មកគេដាក់សញ្ញាសួរឬ search បន្ទាប់មកដាក់សញ្ញាសួរនេះបន្ទាប់មកគេ request ថា name ស្មើទៅនឹង JO អញ្ចឹងមានន័យថាវានឹងទៅ execute method មួយនេះអូខេ method មួយនេះដោយសារយើង /search យើង /search ហើយយើងដាក់សញ្ញាសួរអញ្ចឹងសញ្ញាសួរហ្នឹងយើងដាក់ថា name ស្មើនឹង a មួយអញ្ចឹងទៅអញ្ចឹងពេលហ្នឹងវានឹងពេលគេ request មកហ្នឹងវានឹងបានដើរ method នេះហើយ method មួយហ្នឹងវានឹងទៅ extract យកតម្លៃចេញពី name របស់យើងនេះអញ្ចឹងអានេះជា key អានេះជា value អញ្ចឹងវាទៅយក value ហ្នឹងដាក់ចូលទៅក្នុង name នេះសួរថាហេតុអីវាមានលទ្ធភាពទៅយកអញ្ចឹងដោយសារយើងមាន request param របស់ Spring អញ្ចឹងកាលណា request param របស់ Spring ហ្នឹងវាឃើញថាអូគេបោះមកហើយមាន value មួយតាក់ទងទៅនឹង key name អញ្ចឹងវាទៅចាប់យក value ហ្នឹងហើយយកមកធ្វើការតាក់ទងនឹង line នេះអញ្ចឹងយើងគ្រាន់តែបានតម្លៃ name ហ្នឹងហើយយើងគ្រាន់តែទៅ loop យក student យើងមិន student 3អញ្ចឹងណាហើយបន្ទាប់មកយើងក៏លូម្ដងមួយរហូតទៅឆែកទៅរហូតដល់បុគ្គលណាដែលមានឈ្មោះតាក់ទងទៅនឹង name ដែលយើងបោះមកនេះឧបមាថាយើងដាក់ JO អញ្ចឹងណាចូលអញ្ចឹងទៅអញ្ចឹងឲ្យតែមានបុគ្គលណាមានឈ្មោះ JO ហ្នឹងវា add ចូល list មួយអញ្ចឹងបើសិនជាឃើញទៀតវា add ចូល list ទៀតអញ្ចឹងណាអញ្ចឹងអាហ្នឹងមានប៉ុណ្្នឹងឯងសង្ឃឹមតែគ្នាយើងយល់តាក់ទងទៅនឹង process របស់REST API 1របស់យើងអញ្ចឹងណាអូខេអញ្ចឹងវាមានតែប៉ុណ្្នឹងឯងបើសិនជាគ្នាយើងមានអីឆ្ងល់អាចសួរខ្ញុំបន្ថែមបានហើយខ្ញុំសូមបង្ហាញតាក់ទងទៅនឹង Maven បន្តិចដែរMaven វាមាន life cycle របស់វាអញ្ចឹងក្នុងករណី life cycle របស់វាហ្នឹងគឺឧបមា clean មានន័យថាយើងទៅ clean target ឬក៏ clean អីដែលយើងបាន build project របស់យើងហើយហ្នឹងណាបើ validate គឺយើងធ្វើការ validate តាក់ទង structure របស់ form របស់យើងថាតើ form របស់យើងហ្នឹងមានយើងទៅស្អីខុសអីអត់អញ្ចឹងណា compile class របស់យើងទាំងអស់នេះទៅជា.class ដែលជាប្រភេទ binary test មានន័យថាយើង run testing testing ហ្នឹងគ្នាយើងអត់យល់ក៏មិនជាអីដែរដោយសារយើងនឹងរៀននៅក្នុង advanced បើសិនគ្នាចូល advanced យើងរៀនហើយ package នេះយើងថាមានន័យថាយើង build វាជា Java verify នេះមានន័យថាវាមាន life cycle របស់វា verify នេះវានឹងដើរ validate compile test package តើមក verify អញ្ចឹងយើងដឹងហើយប្រហែលនេះមកខ្ញុំប្រាប់ឲ្យអស់ណាអញ្ចឹងដល់ពេលដល់ verify ហ្នឹងមានន័យថាយើងគ្រាន់តែសរសេរ rule មួយចំនួនដើម្បីទៅ check មើលថាតើ package ដែលយើង workshop ហើយជា Java វា valid អត់វាត្រឹមត្រូវអីតាមដែលយើងចង់បាននៅតើមក install ពេលយើង run install មានន័យថាវានឹងដើរពីលើមកដល់ក្រោមដូចគ្នាអញ្ចឹងអាប៉ុណ្ណឹងខ្ញុំប្រាប់ហើយគ្រាន់តែ install វាលើសពីទាំងអស់នេះត្រង់ថា install ហ្នឹងវានឹង install អាចារ្យរបស់យើងហ្នឹងទៅជាMaven នៅក្នុង local របស់យើងមានន័យថាយើងអាចយកអាចារ្យមួយហ្នឹងដែលយើង
run ហើយដែលយើង install ហើយហ្នឹងទៅប្រើក្នុង project ផ្សេងបានចឹងណាដល់ពេលអា assign នេះវាគ្រាន់តែទៅ generate ជា document ឲ្យយើងមើលទេហើយ deploy នេះមានន័យថាវាទៅដើរ workshop ចាហើយវាតែហើយវានឹងdeploy ទៅកាន់ repo របស់យើងអាចប្រើ GitHub ក៏បានដែរក៏ប៉ុន្តែយើងទៅ config តាមការណែនាំរបស់គេមួយចំនួនតែគ្នាយើងអត់តេស្តក៏អត់អីដែរអាហ្នឹងណាហើយ plug in នេះគឺជា task មួយទេ task របស់វាមួយហ្នឹងវាមានទូនាទីផ្សេងគ្នាទាំងអស់បើសិនគ្នាចង់ដឹងគ្នាយើងអាចទៅមើលបានគ្រាន់ថា life cycle អីហ្នឹងវាគ្រាន់តែទៅហៅ task របស់ហ្នឹងថាមួយហ្នឹងមកធ្វើការឯងគ្រាន់ថា life cycle វារៀបជាលំដាប់លំដោយនៃ task ហ្នឹងឲ្យយើងហ្មងអញ្ចឹងណាចឹងឧបមាថាឥឡូវខ្ញុំសុំ package ឲ្យគ្នាយើងមួយតែណា package មានន័យថាវាទៅ run validate compile test ទៅមកវា package ឲ្យយើងហ្មងចឹងពេលដែលយើង package ឲ្យចប់មានន័យថាពេលហ្នឹងវានឹង build ជា jar file មួយឲ្យយើងហ្មងដោយសារតែពេលដែលយើងបង្កើត project មកយើងរើសជា jar អញ្ចឹងណាចុះសួរថាហេតុអីបាន Spring Boot វា package ជា jar អញ្ចឹងដោយសារមែនតើវាដូច standalone application អញ្ចឹងមានន័យថាវាមាន embed web server ហើយអីហើយអញ្ចឹងយើងមិនបាច់ប្រើ var ទេយើងគ្រាន់តែមាន jar មួយយើងគ្រាន់តែយក jar ហ្នឹងទៅ run ទៅគ្រប់សពដើរឲ្យយើងហ្មងអញ្ចឹងហើយបើយើង package វាជា jar អញ្ចឹងនៅពេលដែលយើង package ហើយវានឹងមាន target file នេះអញ្ចឹង target file ជា information ដែលយើងមានដែលវា compile ឲ្យយើងអ្វីៗគ្រប់យ៉ាងទាំងអស់ហើយយើងអាចយកអាចារ្យនេះទៅ run បានណាហើយនៅពេលដែលយើងទៅរៀនដល់មែនតើយើងមាន deployment យើងមាន docker យ៉ាងអីយើងអាចយកអាចារ្យនេះ build ហើយ deploy ឬក៏ run នៅលើ server អីបានចឹងសរុបមកវិញគឺមានតែប៉ុណ្្នឹងឯងបើសិនជាគ្នាយើងមានអីឆ្ងល់ឬក៏ខ្ញុំនិយាយកន្លែងណាដែលគ្នាយើងសិពិលអត់ចូលអីចឹងគ្នាយើងអាចសួរខ្ញុំបានណាអរគុណចឹងវីដេអូមានតែប៉ុណ្្នឹងឯងព្យាយាម practice ទាំងអស់គ្នាទៅគឺតែគ្នាយើងនឹងឆាប់ជួនទេ